បានថ្ងៃមកនេះទាំងក្រុងទាំងជនបទគឺមានមេភ្លៀងមកចង់រាល់ថ្ងៃហើយនៅក្នុងប្លុកវីដេអូនេះគឺខ្ញុំថតតាំងពីឆ្នាំទៅប៉ុន្តែអត់បានសម្រាយឲ្យបងប្អូនបានឃើញហើយទៅមកដល់រដូវធ្លាក់ភ្លៀងម្ដងទៀតនៅក្នុងឆ្នាំនេះទើបខ្ញុំចិនវីដេអូវីដេអូប្លុកដែលខ្ញុំបានថតតាំងពីឆ្នាំទៅខ្ញុំទៅលេងស្រុកក្នុងអំឡុងពេលខែ5នេះដែរអញ្ចឹងបងប្អូនបច្ចុប្បន្នគឺខ្ញុំអត់បានទៅស្រុកទេរាល់ឆ្នាំឲ្យតែខែ5គឺមានបុណ្យច្រើនអញ្ចឹងខ្ញុំតែងតែទៅស្រុកប៉ុន្តែឆ្នាំនេះគឺអត់បានទៅស្រុកទេអំឡុងខែ5នៅក្នុងឆ្នាំនេះព្រោះអត់ជាប់សៅរ៍អាទិត្យរាល់ដងទៅស្រុកដោយសារតែបុណ្យប្រាណបច្ចុប្បន្នថ្ងៃទី14ហ្នឹងគឺចំជាប់ជាមួយសៅរ៍អាទិត្យអញ្ចឹងខ្ញុំបានទៅស្រុកប៉ុន្តែឆ្នាំនេះគឺអត់បានទៅទេអញ្ចឹងមានតែយកប្លុកដែលថតឆ្នាំទៅអត់បានយកមកផុសហ្នឹងមកផុសឡើងឲ្យបងប្អូនបានឃើញម្ដងពេលហ្នឹងមេភ្លៀងអំឡុងពេលខែ5ហ្នឹងដែរខ្ញុំក៏បានថតសត្វនៅក្នុងផ្ទះរបស់ខ្ញុំចាំដូចដែលបានឃើញនៅក្នុងប្លុករបស់ខ្ញុំអញ្ចឹងនៅក្នុងផ្ទះរបស់ខ្ញុំគឺមានដូចជាសត្វសំណក់ហើយសារហ្នឹងឆ្នាំទៅហ្នឹងគឺសត្វសំណក់នៅផ្ទះរបស់ខ្ញុំហ្នឹងគឺច្រើនមែនតើដោយសារតែមានកូនសំណក់ហ្នឹងទៅតែកើតបងប្អូននេះជាមេរបស់វានៅក្បែរមាន់នេះមេវាសម្រាប់កូនហើយគឺស្គមយកតែមែនតែនដោយសារកូនវាអំដោះបងប្អូនហើយមានដូចជាមាន់នឹងឯងផ្ទះខ្ញុំមានមាន់រឿងច្រើនដែរមកគួសមហើយនឹងមានគោហើយមានគោដូចតែឃើញចឹងនៅហាភ្លៀងប្លុកក្បាលដើមចិនដំបងមកគឺមានកងានគឺផ្ទះខ្ញុំក៏ចាំកងានដែរបងប្អូនហើយកងានសាដែលឆ្នាំទៅចំហ្នឹងគឺមានមួយក្រុមប៉ុណ្ណឹងប៉ុន្តែឆ្នាំនេះរហូតដល់ឆ្នាំនេះហងានផ្ទះខ្ញុំកើនឡើងកាន់តែច្រើនដែរបងប្អូនអំឡុងពេលដែលខ្ញុំសម្រាយប្លុកវីដេអូនេះហើយរដូវនេះគឺរដូវធ្លាក់ភ្លៀងទៀតខ្ញុំពិតជានឹកដល់ស្រុកកំណើតមែនតែនបងប្អូនហើយចុះបងប្អូនទាំងអស់គ្នាមានអារម្មណ៍ដូចខ្ញុំអត់បើសិនជានឹកស្រុកកំណើតដូចជាខ្ញុំអាចទៅសេ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំឲ្យខ្ញុំបានដឹងផងកាលពីឆ្នាំទៅខ្ញុំថតនៅមុខផ្ទះរបស់ខ្ញុំនេះគឺមានដើមត្នោត2ដើមនៅមុខផ្ទះរបស់ខ្ញុំហើយសិតតែសបុកចាបមានចាបរស់នៅលើដើមត្នោតនឹងមាននឹងច្រើនប៉ុន្តែបច្ចុប្បន្ននេះដើមត្នោត2ដើមនៅមុខផ្ទះរបស់ខ្ញុំគឺលែងមានទៀតហើយបងប្អូនអើយរដងធ្លាប់ទៅមានដើមត្នោតមានសត្វចាបអីយំនៅលើដើមត្នោតច្រៀងឲ្យស្ដាប់អញ្ចឹងបងប្អូនប៉ុន្តែឥឡូវលែងមានហើយការដែលមានដើមត្នោតហ្នឹងផ្ទះខ្ញុំមានដើមមាននៅក្រោមដើមត្នោតហ្នឹងមួយដើមដែរបងប្អូនប៉ុន្តែផ្លែមាននៅដែលផ្លែនៅក្រោមដើមត្នោតហ្នឹងមិនដែលគង់ទេបងប្អូនអើយគឺចាបនៅលើដើមត្នោតហ្នឹងវាតែងតែមកចឹកស៊ីផ្លែមានរហូតទុំមិនដែលបានតន់ម្ចាស់បេះតន់បានញ៉ាំទេដើមមានផ្ទះខ្ញុំកាលពីមានដើមត្នោតនៅពីលើដើមមានគឺផ្លែតែ1ម៉ែត្រខាងបងទេបងប្អូនអើយ1ម៉ែត្រខាងជើងគឺអត់មានផ្លែទេដោយសារប្រហែលជាអាចដោយសារតែដើមត្នោតម្លប់ខ្លាំងពេកអត់មានពន្លឺគ្រប់គ្រាន់មិនដឹងឬក៏យ៉ាងម៉េចមិនដឹងទេប៉ុន្តែឆ្នាំនេះដែលខ្ញុំទៅលេងស្រុកខែ4ណាគឺដើមមាននៅផ្ទះខ្ញុំគឺមានផ្លែក្តឹបផ្លែនៅខាងជើងដែរនេះគ្រាន់តែជាការសន្និដ្ឋានគិតរបស់ខ្ញុំទេថាដើមត្នោតតតកាប់ដើមត្នោតទៅមានផ្លែមាននៅខាងជើងបងប្អូនចន្លោះពេលបច្ចុប្បន្នហ្នឹងដើមមាននៅខាងបងហ្នឹងពុកខ្ញុំបានកាប់ម៉ែត្រខាងបងអស់1ម៉ែត្រដែរដោយសារតែអំឡុងពេលខែ11គឺមានកម្មវិធីការបងខ្ញុំអញ្ចឹងដើមមានម៉ែត្រធំពេកសង្ហេងចងាងពុកខ្ញុំក៏បានកាប់1ម៉ែត្រខាងបងអស់1ម៉ែត្រទៅតាមការសន្និដ្ឋានការគិតរបស់ខ្ញុំក៏អត់ច្បាស់ដែរបងប្អូនខ្ញុំមិនច្បាស់ថាមកពីកាប់ម៉ែត្រ
ខាងបងទៅមានផ្លែនៅមេខាងជើងឬក៏មកពីកាប់ដើមខ្នោទៅមានផ្លែមេខាងជើងព្រោះនេះជារឿងរបស់ធម្មជាតិហើយខ្ញុំមិនដឹងថាវាចៃដន្យឬក៏មិនចៃដន្យនោះទេបងប្អូនគឺតាមខ្ញុំមើលតាមជាក់ស្ដែងឃើញអញ្ចឹងហើយខ្ញុំក៏គិតឡើងថាអញ្ចឹងបងប្អូនប្រសិនជាបងប្អូនដឹងអាចជួយប្រាប់ខ្ញុំនៅក្នុង comment នេះផងបើដឹងថាមកពីកាប់តាមខ្នោចិនទើបមានផ្លែនៅមេខាងជើងឬក៏មកពីកាប់មេឃខាងបងមេខាងបងនឹងអាចធ្ងន់ពេកអាចមានមេឃធំពេកវារុញច្រានផ្លែហ្នឹងឲ្យផ្លែទាំងខាងបងអញ្ចឹងបងប្អូនប៉ុន្តែខ្ញុំគិតដោយសារជាមេឃខាងជើងនឹងក៏ល្អដែរបងប្អូនល្អខ្លាំងមែនតើស្លឹកមេឃខាងជើងប៉ុន្តែគាត់ថាអត់មានផ្លែនិយាយទៅបើមានតែផ្លែ1 2 1 2ប៉ុន្តែបំមេឃខាងបងផ្លែច្រើនមែនតើបងប្អូនអើយប៉ុន្តែម្ចាស់មិនដែលបានបេះផ្លែមានញ៉ាំបានទេដោយសារតែដូចដែលខ្ញុំជម្រាបនៅក្នុងប្លុកនេះអញ្ចឹងដោយសារតែមានចាប់នៅលើដើមខ្នោនឹងច្រើនមែនតើគឺចាប់មកស៊ីចិត្តទាំងព្រឹកទាំងថ្ងៃទាំងល្ងាចនិយាយទៅរហូតហ្មងកាលហ្នឹងទៅមកដល់វគ្គគីគីបងប្អូនខ្ញុំចង់ជម្រាបអំពីមេរបស់គីគីបដូរវិញបងប្អូនដោយសារខ្ញុំជម្រាបពីមេរបស់វាខុសសំណក់តែខ្ញុំជម្រាបបងប្អូនមុនពណ៌ក្រហមហ្នឹងមិនមែនមេវាទេឆ្កែហ្នឹងដូចជាឆ្កែឈ្មោះឯងបងប្អូនដោយសារតែវាស្គមហ្នឹងដោយសារតែវាបាក់ជើងបងប្អូនវាដើរលេងផ្ទះគេគប់ទៅចំជើងបាក់ជើងអញ្ចឹងបងប្អូនហើយមេសំណក់នេះគឺមេវាពណ៌ពពានេះទេពពាសខ្មៅនេះទេបងប្អូនសូមអធិស្ឋានផងបងប្អូនដោយសារតែខ្ញុំច្រឡំមេរបស់គីគីបងប្អូនហើយคลิปវីដេអូនេះខ្ញុំថតឡើងយូរដែរហើយអញ្ចឹងទៅខ្ញុំរឹងភាំងមេរបស់វាពេលដល់ឃើញមេពេញប្រកាសបាននឹកឃើញថាគីគីផ្ទះខ្ញុំហ្នឹងមានមួយដែលត្រូវគេគប់ចឹងវាដោយសារវាដើរលេងផ្ទះគេគប់ត្រូវអំឡុងពេលឆ្នាំទៅហ្នឹងឆ្នាំ2024ហ្នឹងខ្ញុំនិយាយមែននៅក្នុងភូមិខ្ញុំរដងមន់ដែលចិញ្ចឹមមួយឆ្នាំគឺងាប់ម្ដងហើយបងប្អូនប៉ុន្តែឆ្នាំ2024មន់ដែលចិញ្ចឹមបានអត់មានងាប់ទេបងប្អូនអើយគឺចិញ្ចឹមរស់ទាំងអស់មានកូនមានអីរហូតដល់ឆ្នាំនេះអត់ទាន់មានងាប់មន់ទេអត់ទាន់ឮម៉ែពុកខ្ញុំថាមានងាប់ទេគឺមន់ល្អមែនតើហ្មងឆ្នាំមានតែឆ្នាំ2024 25ហ្នឹងណាតែផ្ទះខ្ញុំចំមន់បាននៅដល់លក់រដងគឺអត់ដែលបានលក់ស្រួលបួទេឲ្យតែចូលឆ្នាំចិនដល់ចិត្តចូលឆ្នាំចិនអីនោះដល់ងាប់មន់ណៃហើយឆ្នាំនេះគឺបានលក់មន់ពេលអំឡុងពេលចូលឆ្នាំចិនដែរសម្រាប់គីគីរបស់ខ្ញុំវិញនេះគឺឥឡូវបច្ចុប្បន្នគឺធំអស់ហើយបងប្អូនអើយកាលពីមុនទូចញអញ្ចឹងណាតែឥឡូវធំដល់ខណៈកូនឆ្កែខ្លះវាមានកូនតពូទៀតហើយបងប្អូនអើយកាលពេលដែលខ្ញុំទៅលេងស្រុកកាលពីខែ4ចូលឆ្នាំហ្នឹងខ្ញុំប្រាប់ថាកូនឆ្កែទូចដែលអ៊ីថតហ្នឹងគឺមានកូនហើយមានម៉ែបងប្អូនពេលខ្ញុំទៅមានកូនឆ្កែកើតពី3ទៀតចឹងបងប្អូនប៉ុន្តែខ្ញុំក៏បានថតជាវីដេអូអីផុសឲ្យបងប្អូនបានមើលដែរដោយសារវីដេអូចាស់ខ្ញុំអត់ទាន់បានផុសចឹងជឿថតហើយតែខ្ញុំក៏មានចំកូនឆ្មាដែរបងប្អូនឆ្មាមាន2បងប្អូនហើយឆ្មានេះមិនមែនជាកូនវាប៉ុន្តែវាស្រឡាញ់គ្នាបងប្អូនវាជួយសិតសក់សិតអីលិចសក់លិចអីឲ្យគ្នាទៅវិញទៅមកអញ្ចឹងបងប្អូនដោយសារវាមានតែ2នាក់នៅក្នុងផ្ទះហ្នឹងឆ្មានេះគឺដូចជាឆ្មារត់ចូលផ្ទះឲ្យបងប្អូនវាអត់ដឹងមិនដែររត់ចូលមកនៅខ្លួនឯងហើយឆ្មាមួយទៀតដូចជាម៉ែខ្ញុំសុំគេមកចិញ្ចឹមហើយឆ្មាមួយគឺរត់ចូលមើលទៅវាស្រឡាញ់គ្នាបងប្អូនអើយប៉ុន្តែឆ្មាខ្ញុំអត់សូវចូលចិត្តទេខ្ញុំចូលចិត្តកូនឆ្កែជាងឆ្មានិយាយទៅអត់ចូលចិត្តនៅជាមួយវាលេងជាមួយវាទេបើកូនឆ្កែចាប់លេងប៉ុន្តែ
ប៉ុន្តែអត់ហ៊ានថាវាបងប្អូនបានតែលេងដៃចាប់លេងឯបើឆ្មាគឺហើយញើអត់ហ៊ានចាប់ឯបើមួយខ្ញុំចូលចិត្តណាស់ឆ្មាសម្រាប់ប្លុកមួយនេះគឺដល់ទីបញ្ចប់ហើយបងប្អូនខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាតាមដានប្លុករបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមបងប្អូនទាំងអស់គ្នាជួយត្រឡជួយ like ជួយ share វីដេអូរបស់ខ្ញុំផងអរគុណបាយបាយ